សួស្តីបងប្អូនទាំងអស់គ្នាក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ជាទីស្រឡាញ់ថ្ងៃនេះយើងនឹងរៀនមេរៀនមួយស្តីអំពីប្រព័ន្ធទីផ្សារបណ្ដាញអញ្ចឹងជាដំបូងយើងត្រូវតែស្វែងយល់ថាតើប្រព័ន្ធទីផ្សារបណ្ដាញជាអ្វីប្រព័ន្ធទីផ្សារបណ្ដាញវាមានមកពីពាក្យថាទីផ្សារហើយនិងបណ្ដាញកាលពីមុនការលក់ផលិតផលគឺជាការដើរធ្វើទីផ្សារលក់ផលិតផលតាមផ្ទះជួនកាលភ្ញៀវអតិថិជនរបស់យើងគឺគាត់ទិញផលិតផលរបស់យើងតែជួនកាលគាត់អត់ទិញអញ្ចឹងធ្វើឲ្យផលិតផលការលក់ផលិតផលរបស់យើងនឹងមិនបានទៀងទាត់ការបង្កើតទីផ្សារបណ្ដាញមានន័យថាការធ្វើឲ្យការលក់ផលិតផលរបស់យើងនឹងបានទៀងទាត់ហើយបង្កើតបណ្ដាញអ្នកទិញជាប្រចាំហើយកាន់តែរីកធំទៅនោះហើយគឺជាប្រព័ន្ធទីផ្សារបណ្ដាញដែលផ្ដល់ផលប្រយោជន៍ដល់ម្ចាស់ក្រុមហ៊ុនដែលធ្វើឲ្យការលក់ទំនិញរបស់គាត់នឹងគឺមានភាពរីកចម្រើនអ្វីដែលយើងគួរដឹងនៅក្នុងប្រព័ន្ធទីផ្សារបណ្ដាញនេះគឺមានពាក្យកន្លឹះមួយចំនួនដូចជា upline គឺមានន័យថាអ្នកដែលណែនាំយើងចូលឧទាហរណ៍ថាយើងពណ៌គឺជាមនុស្សពណ៌ប្រផេះមួយនេះអញ្ចឹងមនុស្សពណ៌បៃតងមួយនេះគឺជា upline របស់យើងចំណែកនៅពេលដែលយើងធ្វើការណែនាំមនុស្សឲ្យកាន់ចូលទៅក្នុងប្រព័ន្ធនេះកាន់តែច្រើនមួយទៀតអ្នកដែលនៅពីក្រោមយើងឲ្យឈ្មោះថា downline ការណែនាំមនុស្សចូលហ្នឹងគឺការយកទៅដាក់នៅខាងផ្នែកខាងឆ្វេងរបស់យើងផ្នែកខាងស្ដាំរបស់យើងដែលឲ្យឈ្មោះថា left wing ហើយនិង right wing របស់យើងហ្នឹងគឺដើម្បីទទួលបាន commission ពីការណែនាំមនុស្សចូលអញ្ចឹងដើម្បីឲ្យក្រុមហ៊ុនមួយទទួលបានការគ្រប់គ្រងពីអតិថិជននោះទីមួយគឺក្រុមហ៊ុននោះគឺគាត់ទៅធ្វើការចុះបញ្ជីទទួលស្គាល់ជាផ្លូវច្បាប់គាត់មានផលិតផលល្អអញ្ចឹងក្រុមហ៊ុនហ្នឹងគឺជាក្រុមហ៊ុនមួយដែលស្របច្បាប់ដោយប្រើប្រាស់ប្រព័ន្ធទីផ្សារបណ្ដាញហ្នឹងគឺគាត់ទទួលស្គាល់គាត់មានការទទួលស្គាល់គាត់មានផលិតផលយកមកលក់អ្វីដែលសំខាន់គឺគាត់មានបុគ្គលិកចំនួនទី1របស់គាត់ដែលស្មោះស្ម័គ្រហើយភាគច្រើនគឺជាមនុស្សដែលល្បីមនុស្សដែលមានឥទ្ធិពលនៅក្នុងសង្គមហើយគាត់ក៏បានបង្កើតកម្មវិធីជាច្រើនដែលធ្វើឲ្យមនុស្សមានអារម្មណ៍ល្អមានអារម្មណ៍ចង់មានចង់បានការបង្កើតមហិច្ឆតានៃការចង់មានចង់បានកាន់តែខ្លាំងអ្វីដែលសំខាន់មួយទៀតគឺលោក Robert Kiyosaki ដែលជាអ្នកនិពន្ធសៀវភៅ Rich Dad Poor Dad ហ្នឹងក៏គ្រប់គ្រងឲ្យយើងប្រើប្រព័ន្ធទីផ្សារបណ្ដាញនេះក្នុងការធ្វើជំនួយផងដែរដើម្បីឲ្យយើងក្លាយទៅជា businessman ឬមួយក៏ investor មួយដែលល្អក៏ប៉ុន្តែត្រូវចាំថាការផ្ដល់គំនិតណែនាំរបស់ Robert Kiyosaki នោះគឺចង់ឲ្យយើងក្លាយទៅជាម្ចាស់ក្រុមហ៊ុននៃទីផ្សារបណ្ដាញក៏ប៉ុន្តែមិនមែនជាសមាជិកនៃទីផ្សារបណ្ដាញទេគឺគេចង់ឲ្យយើងក្លាយជា businessman តែមិនមែនជា employee របស់ទីផ្សារបណ្ដាញទេទី3គឺយើងតើដំណើរការនៃទីផ្សារបណ្ដាញនេះគឺដូចម្ដេចទី1គឺយើងនឹងទទួលបានការអប់រំពីមនុស្សម្នាក់ដែលមនុស្សម្នាក់នោះគឺជា upline របស់យើងអាចជួបគាត់ដោយចៃដន្យឬមួយក៏ជួបក្នុងកម្មវិធីណាមួយគាត់ធ្វើការបញ្យល់អំពីអ្វីទៅជាប្រព័ន្ធទីផ្សារបណ្ដាញហើយនឹងក្រុមហ៊ុនដែលគាត់ចូលរួមហ្នឹងបន្តមកទៀតគាត់នឹងឲ្យយើងក្លាយទៅជាសមាជិករបស់ទីផ្សារបណ្ដាញអញ្ចឹងយើងត្រូវតែបង់លុយចូលជាសមាជិកនៅពេលដែលយើងបង់លុយចូលជាសមាជិកយើងនឹងក្លាយទៅជា downline របស់គាត់ហើយគាត់នឹងក្លាយទៅជា upline របស់យើងអ្វីដែលជាតួនាទីរបស់បុគ្គលិកនៃទីផ្សារបណ្ដាញនោះគឺយើងត្រូវតែបង់លុយជាប្រចាំខែក្នុងការទិញផលិតផលមានន័យថាគឺយើងត្រូវតែទិញផលិតផលគាត់ជាប្រចាំនោះហើយគឺជាអត្ថប្រយោជន៍នៃម្ចាស់ក្រុមហ៊ុនដែលមានភ្ញៀវទិញផលិតផលគាត់ជាប្រចាំទី2អ្នកដែលទិញភ្ញៀវដែលទិញផលិតផលរបស់គាត់នឹងត្រូវតែដើររកមនុស្សចូលមកបន្ថែមហើយទិញផលិតផលគាត់ជាប្រចាំទៀតដែលបង្កើតបណ្ដាញអ្នកទិញឲ្យក្រុមហ៊ុនរបស់គាត់អញ្ចឹងមានន័យថាសមាជិកមួយរូបរបស់ប្រព័ន្ធទីផ្សារបណ្ដាញគឺត្រូវតែធ្វើការងារពីរនេះទី1គឺចំណាយលុយខ្លួនឯងទិញផលិតផលជាប្រចាំនិងទី2គឺដើររកមនុស្សចូលបន្ថែមអ្វីដែលគុណសម្បត្តិដែលបានមកពីការងារពីរនេះគឺការទទួលបានកម្រៃពីការនាំមនុស្សចូលអញ្ចឹងមានន័យថាការងារនេះគឺជាការងារមួយគឺការងាររកមនុស្សចូលហើយនឹងទិញអីវ៉ាន់ពីក្រុមហ៊ុនហើយផលប្រយោជន៍នៃការដើររកមនុស្សចូលហើយនឹងទិញក្រុមហ៊ុនហ្នឹងគឺយើងបានជាលុយមកវិញគឺជាលុយ commission ក៏ប៉ុន្តែលុយ commission ហ្នឹងគឺមិនមែនបានមកទាំងស្រុងទាំងអស់ហើយគឺអាស្រ័យទៅលើមនុស្សដែលយើងនាំចូលដាក់នៅក្នុងស្លាបឆ្វេងស្លាបស្ដាំរបស់យើងមនុស្សដែលនៅពីក្រោមយើងកាន់តែខ្លី level ចិត្តយើងគឺយើងទទួលបានលុយពីគាត់ច្រើននៅពេលដែលគាត់នៅកាន់តែក្រោមយើងបានលុយពីគាត់តិចហើយយើងអាចបូកលុយទាំងអស់ហ្នឹងបញ្ចូលគ្នាមកដើម្បីយើងទទួលបានលុយហ្នឹងក៏ប៉ុន្តែនៅពេលដែលស្លាបឆ្វេងហើយនឹងស្ដាប់ស្ដាំរបស់យើងអត់ស្មើគ្នាទេគឺយើងទទួលបានលុយតែកន្លែងណាដែលស្លាបឆ្វេងហើយស្លាបស្ដាំយើងស្មើគ្នាតែប៉ុណ្ណោះអញ្ចឹងនោះគឺជាអត្ថប្រយោជន៍នៃការចូលរួមក្នុងទីផ្សារបណ្ដាញក៏ប៉ុន្តែអ្វីដែលជាគុណវិបត្តិនៃការចូលរួមទីផ្សារបណ្ដាញគឺយើងត្រូវមើលចំណុចការងារពីរដែលយើងត្រូវទទួលបន្ទុកនៅក្នុងការចូលជាសមាជិកប្រព័ន្ធទីផ្សារបណ្ដាញទី1គឺយើងត្រូវតែអស់លុយជាប្រចាំអញ្ចឹងសួរថាតើយើងមានលុយជាប្រចាំក្នុងការបង់លុយដើម្បីទិញផលិតផលនោះដែរឬទេអ្វីដែលយើងត្រូវគិតគឺមួយនេះថាតើយើងមានលុយក្នុងការទិញផលិតផលនឹងដែរឬទេហើយផលិតផលនឹងគឺចាំបាច់សម្រាប់យើងដែរឬទេទី2តើយើងមានសមត្ថភាពក្នុងការដើររកមនុស្សឲ្យចូលជានិច្ចដែរឬទេហើយម្យ៉ាងទៀតចំពោះប្រទេសជាតិវិញយើងសួរថាតើមនុស្សខាងក្រោមអ្នកដែលគាត់ចូលមកនេះតើគាត់ចូលរហូតដល់ប៉ុណ្ណាហើយតើគុណសម្បត្តិនៃផលប្រយោជន៍នៃមនុស្សដែលចូលរួមផ្នែកខាងក្រោមនេះហើយនិងផ្នែកខាងលើនេះតើវាមានតុល្យភាពដែរឬទេឧទាហរណ៍ថាមានមនុស្សមួយចំនួនអាចថា4អ្នកនេះឬមួយក៏ប្រមាណអ្នកដែលនៅខាងលើនេះគាត់ទទួលបានកម្រៃជាច្រើនពីការដែលមានមនុស្សនៅពីក្រោមគាត់ខាងក្រោមគាត់ជាច្រើននេះចូលរួមក៏ប៉ុន្តែចុះអ្នកខាងក្រោមនេះវិញតើគុណវិបត្តិដែលគាត់ធ្វើការបង់លុយជាប្រចាំខែនោះតើនឹងនាំគាត់ឲ្យខ្លាចទៅជាអ្វីអញ្ចឹងសូមស្វែងយល់អំពីប្រព័ន្ធនេះទាំងអស់គ្នាសូមអរគុណ